បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូចំណេះដឹងមួយចែកជូនដល់ពុកម៉ែបងប្អូនបានដឹងអំពីរបៀបបង្កើត Apple ID នៅក្នុងទូរស័ព្ទដៃដើម្បីយើងយកទៅប្រើប្រាស់និងយកទៅធ្វើអីផ្សេងក៏ប៉ុន្តែពុកម៉ែបងប្អូនអត់ដឹងពីរបៀបបង្កើត Apple ID នៅក្នុងទូរស័ព្ទដៃនៅទេអញ្ចឹងសូមពុកម៉ែបងប្អូនទស្សនាវីដេអូនឹងចាប់ពីដើមរហូតដល់ចប់នោះនឹងពុកម៉ែបងប្អូនដឹងពីរបៀបបង្កើត Apple ID នៅក្នុងទូរស័ព្ទដៃបាទអ្នកដែលតាមមកថ្មីកុំភ្លេចជួយចុច Subscribe និងមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទតោះកុំឲ្យខាតពេលវេលាយូរយើងចូលទៅបង្កើត Apple ID ទាំងអស់គ្នាយើងទៅបង្កើត Apple ID យើងត្រូវមានដូចជា email មុនសិនដើម្បីយើងយកទៅបង្កើត Apple ID បានអញ្ចឹងយើងទៅបង្កើត email មុនដើម្បីយើងយកទៅបង្កើត Apple ID អញ្ចឹងយើងចូលពាក្យ Google មកបាទហើយមកដល់នៅកន្លែងហ្នឹងយើងទៅចុចនៅខាងលើបើពុកម៉ែបងប្អូនអត់ទាន់មាន email យើងមានសញ្ញារូបមនុស្សនៅខាងលើហ្នឹងមួយអញ្ចឹងពុកម៉ែបងប្អូនចុចកន្លែងហ្នឹងមកហើយខ្ញុំចុចកន្លែងហ្នឹងមួយដើម្បីខ្ញុំទៅចុចពាក្យ add account email យើងចុចចូលមកកន្លែងនេះយើងចុចពាក្យ continue បាទហើយមកដល់កន្លែងហ្នឹងយើងទៅចុចពាក្យកន្លែងបង្កើតគណនីហ្នឹងពុកម៉ែបងប្អូនពាក្យហ្នឹងយើងចុចចូលមកហើយមកដល់កន្លែងហ្នឹងគេឲ្យយើងជ្រើសរើសហ្នឹងខ្ញុំដាក់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមកបាទហើយមកដល់កន្លែងហ្នឹងគេឲ្យយើងបំពេញឈ្មោះរបស់យើងចាំមើលខ្ញុំបំពេញឈ្មោះខ្ញុំសិនបាទតែបើយើងបំពេញហើយយើងចុចពាក្យបន្ទាប់ហ្នឹងមកបាទហើយមកដល់កន្លែងហ្នឹងគេឲ្យយើងបំពេញថ្ងៃខែឆ្នាំកំណើតរបស់យើងអញ្ចឹងកន្លែងថ្ងៃនេះយើងដាក់ថ្ងៃទីមកហើយកន្លែងខែឧទាហរណ៍ពុកម៉ែបងប្អូនកើតខែប៉ុន្មានយើងដាក់ខែហ្នឹងទៅហើយយើងពេញខែរួចហើយយើងទៅកន្លែងយើងពេញឆ្នាំម្ដងយើងកើតឆ្នាំ2000ប៉ុន្មានហើយយើងដាក់មកហើយកន្លែងខាងក្រោមហ្នឹងគេឲ្យយើងជ្រើសរើសភេទអញ្ចឹងខ្ញុំភេទប្រុសខ្ញុំយកភេទប្រុសមកបាទហើយយើងបំពេញរួចហើយយើងចុចពាក្យបន្ទាប់នៅខាងក្រោមបើ Q បាទហើយបន្ទាប់ដល់កន្លែងហ្នឹងគេឲ្យយើងវាយ email ដែលយើងបានបង្កើតយើងវាយ email ដើម្បីយើងបង្កើត email យើងបានអញ្ចឹងខ្ញុំវាយ email ខ្ញុំសិនចាំភ្លេតពុកម៉ែបងប្អូនអញ្ចឹងខ្ញុំវាយរួចហើយយើងចុចពាក្យបន្ទាប់ហ្នឹងមកបាទពុកម៉ែបងប្អូនវាយអញ្ចឹងហើយមានន័យថាឈ្មោះដែលយើងបានវាយហ្នឹងមានអ្នកប្រើប្រាស់រួចហើយអញ្ចឹងខ្ញុំថែមលេខដើម្បីកុំឲ្យវាដូចរបស់គេយើងហ្នឹងឲ្យតែវាចិនគ្នាដឹងតែវាអត់ឲ្យយើងកើតទេអញ្ចឹងយើងថែមលេខវាកុំឲ្យវាចិនគ្នាវាចិនគេផ្សេងគេធ្លាប់បង្កើតដាក់អញ្ចឹងហើយយើងមិនអាចដាក់ដូចគេបានទេអញ្ចឹងយើងដាក់ឲ្យខុសពីគេមកចាំតែបងប្អូនខ្ញុំថែមលេខទៀតសិនដើម្បីវាខុសពីគេអញ្ចឹងយើងចុចពាក្យបន្ទាប់មកយើងថែមលេខរួចហើយដល់កន្លែងហ្នឹងគេឲ្យយើងបំពេញលេខសម្ងាត់ email របស់យើងអញ្ចឹងពុកម៉ែបងប្អូនដែលយើងពេញរួចហើយយើងអាចថតទូផងកន្លែងលោយើងផ្លេចទៅយើងអត់ដឹងយើងចាំអត់បានយើងថតទូខ្ញុំវាយ email ខ្ញុំសិនវាយច្រឡំវាយ email វាយលេខកូដអញ្ចឹងយើងនេះរួចហើយយើង
ចុចពាក្យបន្ទាប់នៅខាងក្រោមមកបាទហើយមកដល់កន្លែងហ្នឹងគេឲ្យយើងបំពេញលេខទូរស័ព្ទរបស់យើងចឹងយើងវាយលេខទូរស័ព្ទវាយចូលមកបាទបន្ទាប់ពីយើងវាយលេខទូរស័ព្ទហើយយើងចុចពាក្យបន្ទាប់នៅខាងក្រោមបាទហើយមកដល់កន្លែងហ្នឹងយើងអាចបង្កើតអ៊ីមែលបានហើយអញ្ចឹងយើងចុចពាក្យបន្ទាប់ទៀតមកហើយយើងអូសវាទៅលើហើយយើងទៅចុចពាក្យយល់ព្រមយើងរងចាំវាបន្តិចមកបងប្អូនបាទហើយវាលោតមកដល់ web នេះគឺយើងបានបង្កើតអ៊ីមែលបានជោគជ័យហើយបងប្អូនចឹងយើងទៅ check មើលតើយើងបានបង្កើតបានជោគជ័យមានក៏អត់យើងចុចមើលមកបាទហើយយើងបានឃើញយើងបានបង្កើតជោគជ័យហើយចឹងអ្វីដែលយើងនៅធ្វើបន្តទៀតគឺយើងទៅបង្កើត Apple ID វិញម្ដងចឹងមុននឹងឈានដល់វីដេអូបង្កើត Apple ID ចឹងពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe នៅមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទតោះយើងក៏មកខាតពេល review យើងចូលទៅក្នុងពាក្យ setting បាទហើយចូលមកដល់កន្លែងហ្នឹងបើពុកម៉ែបងប្អូនអត់មាន Apple ID ទេពុកម៉ែបងប្អូននឹងឃើញពាក្យ Apple account ដូចខ្ញុំអញ្ចឹងមានន័យថាយើងអត់ទាន់មាន Apple ID ទេអញ្ចឹងយើងចូលទៅចុចពាក្យកន្លែង Apple account មកយើងចូលទៅបង្កើតអញ្ចឹងមកដល់កន្លែងហ្នឹងយើងចុចពាក្យនៅខាងក្រោមយើងចុចចូលមកបាទហើយមកដល់កន្លែងហ្នឹងគេឲ្យយើងជ្រើសរើសអាយុយើងជ្រើសរើសយកអាក្រមមកព្រោះយើងអាយុយើងលើសពី18ឆ្នាំបាទហើយមកដល់កន្លែងហ្នឹងគេឲ្យយើងទៅបំពេញឈ្មោះឬមួយក៏ខែឆ្នាំកំណើតអញ្ចឹងយើងវាយបំពេញឈ្មោះយើងមកបាទហើយបន្ទាប់ពីយើងបានពេញឈ្មោះហើយយើងតពេញខែឆ្នាំកំណើតរបស់យើងវិញម្ដងអញ្ចឹងពុកម៉ែបងប្អូនកើតថ្ងៃណាខែណាយើងដាក់ដូចខែឆ្នាំកំណើតយើងមកចឹងខ្ញុំពេញសិនកើតថ្ងៃទី1ហើយយើងត្រូវជ្រើសរើសខែដែលយើងកើតមកយើងកើតខែប៉ុន្មានយើងដាក់ខែហ្នឹងទៅពុកម៉ែបងប្អូនយើងពេញខែrồiយើងជ្រើសរើសឆ្នាំបាទហើយយើងធ្វើការបំពេញអស់ហើយយើងទៅចុចពាក្យនៅខាងក្រោមពាក្យ continue ពុកម៉ែបងប្អូនយើងចុចចូលបាទហើយមកដល់កន្លែងហ្នឹងពុកម៉ែបងប្អូននឹងឃើញកន្លែងវាយ email នៅខាងលើអញ្ចឹងកន្លែងខាងលើហ្នឹងគឺជាកន្លែងដែលពុកម៉ែបងប្អូនបានបង្កើត Apple ID រួចហើយអាកន្លែងខាងក្រោមហ្នឹងគឺជាកន្លែងយើងចុចចូលទៅវាយ email ផ្ទាល់ដែលពុកម៉ែបងប្អូនអត់ទាន់បានបង្កើត email ហើយបាទសម្រាប់ខ្ញុំយកកន្លែងវាយ email នៅខាងលើដើម្បីយើងទៅបំពេញ email ដែលយើងបានបង្កើតពេលមុននេះណាពុកម៉ែបងប្អូនអញ្ចឹងយើងវាយ email ដែលយើងបានបង្កើតរួចហើយយើងវាយចូលមកបាទហើយយើងពេលយើងវាយចូល email ដែលយើងបានបង្កើតរួចហើយយើងចុចពាក្យ continue នៅខាងក្រោមពុកម៉ែបងប្អូនបាទហើយមកដល់កន្លែងហ្នឹងគេឲ្យយើងបំពេញ password ពាក្យសម្ងាត់ Apple ID របស់យើងពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនត្រូវបំពេញលេខកូដគឺយើងត្រូវបំពេញអក្សរធំមុនពុកម៉ែបងប្អូនយើងត្រូវបំពេញអក្សរធំពីមួយសិនតើមកយើងដាក់អក្សរតូចឬមួយក៏យើងលេសញ្ញាអីពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនត្រូវថតទូឬមួយក៏យើងកត់ទូផងពុកម៉ែបងប្អូនកន្លែងលោពុកម៉ែបងប្អូនភ្លេចអត់ដឹងពី password ដែលយើងបានបង្កើតមកយើងភ្លេច
តែយើងផ្លេចហើយយើងយកទៅប្រើប្រាស់បានដែរពុកម៉ែបងប្អូនចឹងយើងវាយ password យើងចូលហើយមួយក៏លេខស្ងាត់យើងវាយចូលហើយយើងចុចពាក្យ continue នៅខាងក្រោមបាទហើយម្ដងឡើយហ្នឹងគេឲ្យយើងទៅបំពេញជាមួយលេខទូរស័ព្ទខាងលើហ្នឹងគេឲ្យយើងទៅជ្រើសរើសប្រទេសយើងនៅប្រទេសណាយើងដាក់ប្រទេសហ្នឹងហើយយើងជ្រើសរើសប្រទេសកម្ពុជាណា Cambodia ណាពុកម៉ែបងប្អូនបាទហើយយើងទៅបំពេញជាមួយលេខទូរស័ព្ទបាទហើយយើងទៅយើងពេញលេខទូរស័ព្ទហើយយើងចុចពាក្យ continue ខាងក្រោមម្ដងទៀតបាទហើយម្ដងកន្លែងហ្នឹងវានឹងផ្ញើសារលេខសម្ងាត់ដែលយើងបានវាយលេខទូរស័ព្ទចូលពុកម៉ែបងប្អូនហើយម្ដងកន្លែងហ្នឹងយើងចុចពាក្យនៅខាងលើពាក្យ Q ពុកម៉ែបងប្អូនយើងចុចពាក្យហ្នឹងមកចឹងពុកម៉ែបងប្អូនរងចាំវាបន្តិចមកបាទហើយម្ដងកន្លែងហ្នឹងគេឲ្យយើងទៅចុចពាក្យ continue នៅខាងលើទៀតពុកម៉ែបងប្អូនយើងចាំវាបន្តិចមកបាទម្ដងកន្លែងហ្នឹងគេឲ្យយើងទៅវាយលេខសម្ងាត់ទូរស័ព្ទយើងដែលយើងបានចាក់សអេក្រង់របស់យើងវាយលេខសម្ងាត់ទូរស័ព្ទយើងមកបាទហើយយើងរងចាំវាបន្តិចទៀតមកវាកំពុងតែដើរពុកម៉ែបងប្អូនបាទហើយវាលោតម្ដងលេងហ្នឹងគឺយើងបានបង្កើត Apple ID បានជោគជ័យហើយពុកម៉ែបងប្អូនយើងបង្កើតបានហើយមកយើងចូលទៅឆែកមើលតើយើងបានកើតបានជោគជ័យមែនក៏អត់យើងចូលស្ដាប់មកយើងឆែកមើលតើយើងបានកើតជោគជ័យមែនក៏អត់បាទហើយពុកម៉ែបងប្អូនឃើញចេះយើងគឺយើងបានបង្កើត Apple ID បានជោគជ័យហើយចាអញ្ចឹងយើងទៅdownload កម្មវិធីអីសិនមើលដើម្បីយើងតេស្តមើលតើយើង download បានក៏អត់ហើយយើងកន្លែងហ្នឹងគេចូលមកវាអូតូទៅ Apple ID យើងតែម្ដងយើងចុចពាក្យ continue មកបាទហើយម្ដងកន្លែងហ្នឹងយើងឆែកមើលតើវាលោតចូលមកអូតូមែនក៏អត់បាទហ្នឹងគឺយើងបានបង្កើតបានជោគជ័យហើយយើង download កម្មវិធីអីក៏បានដែរដូនសាកមើលបាទហើយម្ដងកន្លែងហ្នឹងបើពុកម៉ែបងប្អូនចុចពាក្យ download ហើយវាលោតឲ្យវាយលេខសម្ងាត់គឺពុកម៉ែបងប្អូនវាយបាទហើយយើងវាយលេខសម្ងាត់ចូលមកចឹងយើងចុច download មើលតើយើងបាន download ជោគជ័យក៏អត់បាទហើយយើងបាន download ជោគជ័យហើយចឹងវីដេអូចំណេះដឹងខ្ញុំមានតែប៉ុណ្្នឹងទេបើពុកម៉ែបងប្អូនគិតថាវីដេអូនឹងមានប្រយោជន៍សូមពុកម៉ែបងប្អូនកុំភ្លេចជួយចែករំលែកឬមួយក៏ជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទហើយសម្រាប់វីដេអូចំណេះដឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ